ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះអ្នកខ្ញុំសូមលើកយកពីរបៀបធ្វើបបរសាំចោកជូនបងប្អូនសម្រាប់ទស្សនាចាចឹងមកដឹងពីគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាចាគ្រឿងផ្សំរបស់យើងគឺមានសាច់មាន់បង្គាប្រហិតត្រីស្លាតបង្គាក្រៀមឆៃពៅប្រៃផ្សិតនិងការ៉ុតចាដំបូងយើងត្រូវដាក់ដាំទឹករបស់យើងណាស្ងោរមាន់ណាចាអញ្ចឹងបងប្អូនដាំទឹកឲ្យពុះមកយើងដាក់យូហឺត្រីយូហឺហើយនឹងឆៃពៅប្រៃចូលត្រីយូហឺយើងត្រូវដុតវាឲ្យឆ្អើរវាឲ្យឈ្ងុយសិនណាចាំយកមកដាក់ចាបន្ទាប់មកគឺយើងដាក់សាច់មាន់របស់យើងចូលចាធ្វើការស្ងោរសាច់មាន់របស់យើងណាឲ្យឆ្អិនចាអញ្ចឹងយើងស្ងោរសាច់មាន់របស់យើងទុកមួយឡែកទៅយើងមកវាយសាច់ប្រហិតត្រីស្លាតរបស់យើងដើម្បីយកទៅចៀនណាចាអញ្ចឹងបងប្អូនលាយគ្រឿងបន្តិចមកចាយើងដាក់ម្សៅស៊ុបហើយនឹងម្រេចចាធ្វើការច្បល់ប្រហិតរបស់យើងណាចុះឡើងឲ្យចូលជាតិគ្នាបានល្អណាចាយើងធ្វើបែបនេះនៅពេលដែលយើងញ៉ាំទៅវាមានជាតិហឹរឆ្ងាញ់នៅក្នុងមាត់ណាពេលយើងហូបប៉ះម្រេចទៅចាអញ្ចឹងយើងធ្វើការច្បល់ឲ្យចូលជាតិគ្នាបានល្អចាបន្ទាប់មកទៀតគឺយើងធ្វើការចៀនប្រហិតត្រីរបស់យើងចាគឺយើងដាក់ខ្ទះហើយនឹងប្រេងឆាចូលឲ្យក្តៅមកចាចាអញ្ចឹងបងប្អូនដាក់ប្រហិតត្រីរបស់យើងហ្នឹងយកមកចៀនចាយើងធ្វើការចៀនប្រហិតត្រីរបស់យើងហ្នឹងត្រឡប់វាឲ្យឆ្អិនទាំងសងខាងចាឥឡូវប្រហិតរបស់យើងមើលទៅរាងក្រៀមហើយអញ្ចឹងនៅស្ទើរបន្តិចចាយើងមើលទៅថាឆ្អិនហើយចាបងប្អូនស្រង់ដាក់ចានទុកវាមួយឡែកសិនណាបន្តមកទៀតគឺយើងធ្វើការបំពងខ្ទឹមសរបស់យើងចាយើងដាក់ខ្ទឹមសបំពងឲ្យឈ្ងុយចាយើងមើលខ្ទឹមសរបស់យើងឈ្ងុយហើយយើងដួសវាទុកមួយឡែកសិនចាយើងដួសទុកវាចេញខ្លះមកហើយយើងទុកខ្លះសម្រាប់ឆាអង្កររបស់យើងណាចាអង្កររបស់យើងគឺត្រូវលាងទឹកសម្រស់ទឹកឲ្យស្អាតបន្ទាប់មកគឺយើងដាក់ឆាអង្កររបស់យើងចូលចាយើងឆាអង្កររបស់យើងហើយយើងត្រូវបន្ថែមគ្រឿងពីលើបន្តិចចាយើងដាក់ទឹកប្រេងខ្យងចូលស្ករត្នោតចាទឹកត្រីប៊ីចេងចាម្សៅស៊ុបហើយនឹងម្រេចចាបន្តមកបងប្អូនធ្វើការច្បល់ឆាអង្កររបស់យើងហ្នឹងឲ្យចូលជាតិគ្នាហើយនឹងឲ្យស្ងួតបានល្អ
យើងឆាបែបនេះពេលយើងយកមកដាក់បបរទៅគឺអង្កររបស់យើងហ្នឹងអត់បែកហើយមានរសជាតិឆ្ងាញ់ចាអង្កររបស់យើងឆាហ្នឹងគឺស្ងួតហើយឥឡូវយើងក៏លេចមកមើលសាច់មាន់របស់យើងវិញចាមាន់របស់យើងដែលស្ងោរហ្នឹងចាំមើលទៅគឺថាបានឆ្អិនហើយអញ្ចឹងបងប្អូនដួសសាច់មាន់របស់យើងហ្នឹងដាក់នៅមួយឡែកសិនចាទុកឲ្យត្រជាក់ដើម្បីបេះវាជាចំណិតតូចៗចាបន្តមកទៀតបងប្អូនដាក់អង្ករដែលយើងឆាមុនហ្នឹងចូលដើម្បីស្ងោរវាឲ្យឆ្អិនណាចាបន្តមកទៀតបងប្អូនដាក់ការ៉ុតចូលនិងផ្សិតរបស់យើងចូលតែម្ដងចាអញ្ចឹងយើងធ្វើការស្ងោរវាឲ្យឆ្អិនរងាស់វាឲ្យឆ្អិនសាច់អង្ករចាចំពោះសាច់មាន់និងប្រហិតត្រីយើងហាន់វាជាចំណិតស្ដើងដើម្បីដាក់នៅក្នុងបបររបស់យើងចាយើងត្រូវដាក់បង្គាចូលបន្ថែមចាចាយើងមើលភ្លក់រសជាតិទៅបើសិនជាស្ទើររសជាតិអីបងប្អូនថែមថយទៅតាមនោះបានចាបន្តមកទៀតគឺយើងធ្វើការដាក់សាច់មាន់របស់យើងចូលតែម្ដងព្រោះអីបបររបស់យើងឆ្អិនហើយចាអញ្ចឹងយើងដាក់សាច់មាន់ចាហើយនឹងប្រហិតត្រីរបស់យើងហ្នឹងចូលជាចុងក្រោយណាចាឥឡូវបបររបស់យើងគឺរួចរាល់ចាឆ្អិនរួចរាល់ចាហើយរសជាតិគឺរសជាតិឆ្ងាញ់តែម្ដងបងប្អូនចាអញ្ចឹងបងប្អូនអាចយកទៅអនុវត្តបានចាអញ្ចឹងនៅពេលដែលយើងដួសបបរយកម្ហូបយើងមានបន្ថែមគ្រឿងមានសណ្តែកបដោះហើយនឹងខ្ញីពីលើនឹងបន្ថែមបន្តិចណាដើម្បីបង្កើនរសជាតិណាបងប្អូនចាអញ្ចឹងបងប្អូនសាកល្បងយកទៅធ្វើចាធានាថារសជាតិឆ្ងាញ់ចាសូមអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនចាសូមជួយចុច Subscribe ឬសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលនឹងខ្ញុំបានបង្ហោះជូនចាសូមអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនសូមជម្រាបលា